ងពេលរាត្រីស្ដាប់តន្ត្រីមុនចូលគេងក្រោកពីព្រលឹមទៅសាលាជួបជុំគ្នានិយាយលេងយើនៅក្មេងឲ្យតែជុំគ្នាគឺយើងសប្បាយទោះបីពេលខ្លះអត់លុយចាយម៉ោង4ល្ងាចរៀនអង់គ្លេសវិជ្ជាក៏សន្ទនាខ្ញុំប្រមូលលុយឲ្យលោកគ្រូពេលចុងម៉ោងគ្រប់វេលានៅចាំទេអនុស្សាវរីយ៍វិទ្យាល័យខ្ញុំនឹងមិត្តភក្តិរៀងរាល់ថ្ងៃពេលព្រឹកខ្ញុំមិនដែលតន់ទេពេលគោរពទង់ជាតិខ្ញុំយឺតជាងគេរវល់តែរៀនភាសាអង់គ្លេសគ្រូភាគច្រើនមិនចូលចិត្តខ្ញុំទេ But most of my friend they know about me ធ្លាក់រកខែកណិតរូគីមីជិលជាងគេមានតែមួយគ្មានពីររៀនគ្រប់គ្នាខ្ញុំនៅផ្ទះដេកស៊ីតែវាស្នាឲ្យជួបមិត្តល្អគេរាប់អានខ្ញុំទោះបីខ្ញុំក្រជួយបង្ហាញផ្លូវពេលខ្ញុំដើរខំរាប់អានគ្នាដោយចិត្តស្មោះអរគុណដល់លោកគ្រូប្រោជំរឿនឲ្យខ្ញុំនៅលោកគ្រូរៀបភារមតែជួយបងឯងផ្លូវលោកគ្រូខំបង្ហាញខំបង្រៀនយើងគ្រប់គ្នាឲ្យយើងមានកម្លាំងឲ្យខំរៀនយកវិជ្ជាតែពេលវេលាដូចជាដើរលឿនពេកហើយចង់ទាញវេលាមួយនេះឲ្យវាបកក្រោយខ្ញុំតែងតែនឹកមិត្តគ្រប់ពេលតើមិត្តមានដឹងដែរទេខ្ញុំធ្លាប់ប្រកួតប្រជែងនឹងមិត្តក្នុងនាមជាសត្រូវសិក្សាចំណេះថ្នាក់ជាតួលេខមិនមែនអ្នកណាអន់ជាងអ្នកណាគោលដៅនឹងក្តីសុបិនដើម្បីសម្រេចប្រាថ្នា12ឆ្នាំក្នុងសាលាខ្ញុំចងចាំរាល់អនុស្សាវរីយ៍